ធ្វើត្បិតតែស្រមោចជាសត្វមួយប្រភេទដែលមានមាឌតូចល្អិតមានកម្លាំងទន់ខ្សោយងាយរងគ្រោះថ្នាក់ផ្សេងអំពីអ្នកដែលចង់ព្យាបាលវាយ៉ាងណាក៏ដោយទោះបីជាស្រមោចវាមានលក្ខណៈសម្បត្តិមិនជាទីអស្ចារ្យក៏ដោយតែអ្វីដែលស្រមោចបានបង្រៀនមនុស្សនោះគឺការឧស្សាហ៍ព្យាយាមមិនឲ្យភាពខ្ជិលច្រអូសគ្រប់សង្កត់រាងកាយនៅក្នុងរដូវប្រាំងស្រមោចមិនបានសម្រាកយកភាពសុខស្រួលផ្លូវកាយឡើយគឺវាតែងតែឧស្សាហ៍ដើរស្វែងរកស្បៀងអាហារទុកបម្រុងក្នុងឃ្លាំងការពារពេលមានគ្រោះអាសន្នផ្សេងកើតឡើងជាពិសេសគឺនៅរដូវវស្សាដែលមានភ្លៀងធ្លាក់ខ្លាំងជាហេតុធ្វើឲ្យពួកវាមិនអាចចេញរកស៊ីបានក៏វាមានអាហារបម្រុងសម្រាប់បរិភោគដែរទាន់នៅវ័យក្មេងត្រូវឧស្សាហ៍ព្យាយាមធ្វើការសិក្សារៀនសូត្រនោះដល់ពេលពេញវ័យគ្រាន់នឹងមានទ្រព្យសម្រាប់ផ្គត់ផ្គង់ខ្លួនឯងពឹងខ្លួនឯងស្រមោចវាមិនដែលអង្គុយរងចាំមានអ្នកជួយវាឡើយគឺគ្រប់យ៉ាងវាពឹងផ្អែកលើខ្លួនឯងវាជឿជាក់លើសមត្ថភាពរបស់ខ្លួនវាស្វែងរកអាហារដោយកម្លាំងរបស់វាផ្ទាល់បង្ហាញឲ្យយើងឃើញថាធ្វើជាមនុស្សត្រូវតែរស់នៅដោយពឹងលើសមត្ថភាពខ្លួនឯងត្រូវប្រឹងជួយខ្លួនឯងត្រូវមានខ្លួនឯងជាទីពឹងមនុស្សដែលមិនធ្វើអ្វីហើយរំពឹងតែលើអ្នកដទៃធ្វើអ្វីមួយដោយរងចាំគេមកជួយមិនព្យាយាមប្រឹងដោយខ្លួនឯងទុកសមត្ថភាពខ្លួនឯងចោលគេគឺជាប្រភេទមនុស្សដែលទន់ខ្សោយប្រភេទមនុស្សដែលអន់ហើយចិត្តរបស់គេនឹងទន់ខ្សោយនិងមិនរឹងមាំងាយបាក់ទឹកចិត្តព្រោះគេបានចិញ្ចឹមចិត្តទន់ខ្សោយជាយូរមកហើយក្នុងខ្លួនមានឆន្ទៈធំត្បិតរូបរាងតូចល្អិតពិតមែនតែមិនបានបង្ហាញថាឆន្ទៈស្រមោចតូចដូចរូបរាងវាឡើយពួកវាតែងមានគោលបំណងច្បាស់លាស់និងមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅរបស់វាស្រមោចមានទំនួលខុសត្រូវចំពោះខ្លួនឯងគឺត្រូវស្វែងរកអាហារសម្រាប់សហគមន៍ជាមួយនឹងក្រុមគ្រួសាររបស់ពួកវាស្រដៀងគ្នានេះដែរមនុស្សយើងបើចង់បានភាពជោគជ័យក្នុងជីវិតត្រូវតែមានគោលដៅច្បាស់លាស់និងមានការយល់ឃើញបានវែងឆ្ងាយហើយមានឆន្ទៈឃ្លាវខ្លានៅក្នុងការសម្រេចនៅគោលដៅនោះមនុស្សដែលធ្វើអ្វីដោយគ្មានគោលដៅមានតែឆន្ទៈពួកគេប្រៀបដូចជាមនុស្សដែលវង្វេងផ្លូវអីចឹងដែលមានតែចិត្តចង់ទៅតែមិនដឹងថាទៅណាឲ្យពិតប្រាកដគ្មានគោលដៅគ្មានភាពជោគជ័យការសាមគ្គីទោះបីជាស្រមោចមានរូបរាងល្អិតតែចិត្តវាមិនខ្វះការសាមគ្គីឡើយពួកវាបានបង្កើតក្រុមតូចហើយក្រុមនីមួយមានភារកិច្ចផ្សេងគ្នាដោយក្រុមខ្លះជាអ្នកធ្វើសម្បុកឯក្រុមខ្លះជាអ្នកស្វែងរកអាហារនិងខ្លះទៀតជាអ្នកនាំសារពេលមានគ្រោះអាសន្នផ្សេងកិច្ចការដែលធ្វើបានលឿនរហ័សគឺជាការធ្វើការបែបជាប្រព័ន្ធមានភាពសាមគ្គីតែងបានសម្រេចនៅជោគជ័យមានការសាមគ្គីតែងបានសុខប្រសិនបើអ្នកចង់ឲ្យកិច្ចការជាក្រុមសម្រេចសមិទ្ធផលជាដុំកំភួនអ្នកត្រូវតែមានការសាមគ្គីគ្នាបែងចែកតួនាទីគ្នាឲ្យបានច្បាស់លាស់និងសហការជាប្រព័ន្ធដោយមិនមើលបំណាំគ្នាក្រុមកីឡាករបាល់ទាត់មួយមិនអាចយកជ័យជំនះឲ្យក្រុមបើគ្មានការសាមគ្គីគ្មានការសហការជាប្រព័ន្ធសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ចង្កឹះមួយបាច់កាច់មិនបាក់ជួយយកអាសាគ្នាការធ្វើការងារជាក្រុមតម្រូវឲ្យមានការយកចិត្តទុកដាក់ចំពោះគ្នាដឹងទុកធុរៈគ្នានិងមើលថែគ្នាដូច្នេះស្រមោចវាតែងតែជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅដែលពួកវាប្រាថ្នាមនុស្សយើងក៏ដូចគ្នាដែរនៅពេលដែលធ្វើកិច្ចការជាក្រុមត្រូវចេះជួយយកអាសាគ្នាយកទុកធុរៈគ្នាក្នុងគ្រាអាសន្នអ្នកដែលមានការបារម្ភចំពោះអ្នកនៅជុំវិញខ្លួននោះគេនឹងទទួលបានការគោរពនិងយកចិត្តទុកដាក់ពីអ្នកដទៃវិញដោយសុទ្ធចិត្តទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយអ្នកមិនត្រូវបោះបង់ចោលគ្នាឡើយពាក្យខ្មែរពោលថាវាស្គាល់ចិត្តគ្នាក្នុងគ្រាអាសន្នឬក៏ចូលព្រៃជួបសត្វសាហាវរកអំពាវនាវគ្នាមកជុំដល់បានស្គាល់ទឹកឃ្មុំពួនសំងំស៊ីម្នាក់ឯងការធ្វើបែបនេះនឹងនាំឲ្យអ្នកដល់នៅក្តីអន្តរាយក្នុងជីវិតអ្វីត្បិតតែការលើកឡើងអំពីចំណុចល្អរបស់សត្វស្រមោចមានលក្ខណៈសាមញ្ញតែអាចឲ្យយើងយកជាគតិសម្រាប់អនុវត្តក្នុងជីវិតបានការខ្ជិលច្រអូសខ្លាចនឿយហត់ខ្លាចលំបាកមិនមានការអត់ធ្មត់គឺជាប្រភពនៃការល្ងងខ្លៅហើយវានឹងឲ្យផលដល់យើងនៅថ្ងៃខាងមុខនោះគឺការបរាជ័យនិងភាពកោរហាមភាពជោគជ័យតែងមានយុទ្ធធម៌ជានិច្ចចំពោះអ្នកដែលឧស្សាហ៍ព្យាយាមក្លាហាននិងមិនខ្លាចអត់ដោយប្រឹងប្រែងធ្វើការដោយមិនឲ្យអន់ជាងស្មៅគេតែងទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងជីវិត